trổ sạt phăng trổ sạt nhẹ trổ sạt sụt phết lược cho máu mực ba tụt máu tiệt phết trổ tê ôi lúc này bài mình tôi ngay liên trổ sạt bạc đầy bạc rồi tí nằm lược cho không tay mực ba ôi trong tí mà cả tay pi Victor Gyokeres cả các bạn pi Aston Villa châu tê chui ban bị Saka pi William Salibaរបស់ Arsenal Saka លើកចូលមកមួយបាល់ចូល1-0 Gabriel Magalhaes អូយជាពីរបួសភ្លាមឥឡូវនឹងគឺថាជួយ Arsenal បានមកគ្រាប់ហើយជាមួយនឹងការលើកបាល់ជ្រុងបាទ Gabriel Magalhaes ខ្ញុំនិយាយមិនទាន់នឹងផុតពីមាត់ផងរបស់ប្រិមិត្តយើងហើយបាទសម្រាប់បាល់ជ្រុងរបស់ Arsenal គឺមុតគឺមាំស្រួយល្អណាស់បាទArsenal បាទ1-0ហើយសំបេះដូងម្នាក់មួយមកប្រិមិត្តយើងដែលជាអ្នកស្នេហាអ្នកគ្រប់គ្រងរបស់ក្រុមកំភ្លើងធំ Arsenal ណាបាទសំបេះដូងម្នាក់មួយទេសនារូបភាពសាឡវិញបានណែអ្នកចាំទីបាទរបស់ Aston Villa បាទភ្លាត់ចាប់អត់ត្រូវបាទមិនភ្លាត់ទេបើចាប់អត់ត្រូវបាល់ធ្លាក់មកខាងក្រោមហ្នឹងថែមភ្លឹបបាទពីបាទមកGabriel Magalhaes បាទកីឡាករដែលទើបតែជាពីរបួសបាទថ្ងៃនេះចូលលេង11នាក់របួសយូរដែរហើយមកយើងបានរបួសដូចជាទុងមួយខែនេះបាទតាំងពីជំនួបមិត្តភាពបាទប្រេស៊ីលជាមួយនឹងជប៉ុនបាទព្រមរឿងលោកពីខាងក្រោយយកបាល់បានទៅវិញពី Martin Odegaard បញ្ជូនមក Odegaard ស្រួលចូលគ្រាប់បាល់ទី2ចូលពីគ្រាប់ពី Arsenal ក្រុមកំភ្លើងធំ Arsenal បាញ់បានពីគ្រាប់ហើយមកជាមួយនឹងតោរោមលឿងបានពីគ្រាប់ហើយ Arsenal 2-0 អាយ៉ូហូយបាទចុះមកវិញសម្រាប់ការប្រកួតនៅឯ Premier League គឺថាមាន2គ្រាប់ទាំងអស់ហ្នឹងបាទ Newcastle 3-1 Chelsea 2 ស្មើបាទ West Ham 2 ស្មើ Arsenal 2-0 Man U 1 ស្មើជាមួយនឹង Wolverhampton Wanderers យើងមកទស្សនារូបភាពសារវិញការបញ្ជូនបាល់ស្រួលកន្លែងនេះមិនអោយបាទខូចបាល់ទេបាទការចោះស្អាតណាស់ពី Martin Odegaard ទម្លាក់ឲ្យ Zubi Mendy ឆ្កឹះបន្តិចមកផុតដៃអ្នកចាំទីល្មមណែ2-0 Arsenal កំពុងតែរកផ្លូវបាទសងសឹកបានសម្រេចហើយទៅកាន់ Aston Villa បាទឱកាសគ្រាប់បាល់ទី3ថែមអូយថែមខុសមកថែមខុសទស្សនារូបភាពសារវិញត្រង់នេះលើកចូលមកឆ្កឹះបាល់ចេញក្រៅអូយ Julian Timber នេះមកជើងឆ្កឹះទៅលើបាត់អូយកុំបី 3-0 បាត់ Julian Timber បាទសុតឆ្វេងអូយមិនចំទីទេពីកាពីដិនក្រុមបាទបោជាមួយនឹងសុខសន្តិភាពសារឡើងវិញអូយអត់ចំទីទេសោកស្ដាយមែនតើ Martin Odegaard ពីរជើងហើយ Odegaard អើយសយណាស់ Odegaard ឯងមកជើងឆ្វេងនេះផុតដៃអ្នកចាំទីចេញក្រៅបាទមកជើងមុនហ្នឹងបាទអូយប៉ះដៃអ្នកចាំទីឱកាសគ្រាប់បាល់ទី3ពី Arsenal អើយល្អអើយអាម៉េចទេបាទPiro Hengapi រត់ទៅដួលខ្លួនឯងបលយកទៅ Odegaard លើកចូលមកមួយក្បាលពីសាកាអត់ត្រូវបាល់សាកាអើយទុកបាល់បានពីមកជិះស្ដាមចូល3គ្រាប់ Lintro Trossard សុទ្ធបញ្ចូលទីគ្រាប់បាល់ទី3ឲ្យ Arsenal ដាក់3គ្រាប់ Aston Villa ជាក្រុមដែលបាទរឹងមាំជាក្រុមដែលខ្លាំងនៅរដូវកាលថ្មីនឹងមិនទាន់ចាញ់ទេឥឡូវនេះគឺថាត្រូវបាន Arsenal
បាញ់បំបាក់ចង្កូមហើយលោកកញ្ញាកដាលមិនទាន់សម្រេចថាឲ្យជាផ្លូវការទេមិនទាន់សម្រេចជាថាឲ្យជាផ្លូវការទេបាទទេសនារូបភាពសារវិញបាទការបញ្ជូនត្រង់នេះបាទ Martin Odegaard លើកចូលមកហើយក៏តែពីសាការអត់ដល់នេះកន្លែងនេះមួយឃ្លៀពីខ្សែការពារទុកមួយបានទាញស្ដាំផ្ទះភឹងពីសំណាក់កីឡាករ Leandro Trossard ឆេក VR មួយសិនមកជាមួយនឹងគ្រាប់បាល់ឲ្យឬក៏មិនឲ្យបាទប្រិមត្តយើងបាទឥឡូវលោកកញ្ញាកដាលសម្រេចថាឲ្យហើយ3គ្រាប់3ទល់នឹង0 3គ្រាប់ពីកំភ្លឹងធំ Arsenal កំពុងតែបាញ់បំបាក់ចង្កូមតោលឿងតោរួមលឿងទើបតែហូបតោខៀវហើយញ៉ាំមុនឱកាសគ្រាប់មកទប់មួយទីស្ដាមសុតឆ្វេងជួយបានបន្តទៀតអូយល្អណាស់កាព្រាម៉ាកាហេសអូយល្អយ៉ាងនេះទេសនារបៀបសាឡវិញការកັບហើយក៏ទាញឆ្វេងយ៉ាក់មកជួយឆ្វេងនៅតែជួយបានទៀតបាទពីកាព្រាម៉ាកាហេសអូយបាក់ខ្សែការពារដល់រឹងមាំរនាំងដែរអាសនលមិនអាចបាទខ្វះបានលោយល់តែមែនទេទៅវិញទៀតហើយស៊ូប៊ីមែនឌីស្រូបន្តឲ្យត្រូសាតគ្រាប់បាល់ទី4ត្រូសាតកាត់ចូលចេស៊ូចូលកាព្រីអែលចេស៊ូ Two brother កាព្រីអែលម៉ាកាសដាក់បានមួយគ្រាប់ដូរចូលមកចំនួនវិញដោយកាព្រីអែលម៉ាកាសដាក់បានមួយគ្រាប់ទៀតអូយ Two brother ត្រកូលកាព្រីអែលគល់4គ្រាប់ពី Arsenal វាយនេះគឺថាវាយតោមិនឲ្យងើបរួចតែម្ដងប្រិមត្តយើងមកវាយហើយគឺថាដកចង្កូមយកមកធ្វើបន្លំធ្វើអីនេះគេហៅគេមកខ្នាយតាន់ទៀតដល់កហើយណែ3នាក់ស្លាប់ឆ្វេងភឹងបញ្ជូនស្អាតណាស់ឲ្យមក Leandro Trossard សុទ្ធមកគ្រាប់អាស៊ីសមួយអូយកាចដល់កហើយបាទសម្រាប់ Arsenal កាចណាស់បាទយប់នេះចូលរួមសោកស្ដាយបាទទៅកាន់ប្រិមិត្តយើងអ្នករង Arsenal ផងបាទមានបងប្អូនយើងអ្នកខ្លះរង Arsenal អត់យំនឹងមានអ្នករងអត់បាទ admin រងគ្រាប់កន្លែងអាលាយគឿនសល់ទេអស់ទោះទៅទៀតហើយ 5-0 សាកាដាក់ទៅអើយសាកាអើយគ្រាប់បាល់ពីចេស៊ូលើកចូលសាកាអត់ទៀតថែមស្ដាមអត់ចូលតែគ្លៀបខ្សែការពារអត់តតាឆ្ងាយយកបានទេបាទពី Arsenal បាទចេស៊ូបាទ Don Jel Malen ហាត់ឆ្វេងចូលមួយគ្រាប់តាមបានពីក្រោយត្រឡប់មកវិញ Only Watkins Don Jel Malen ជាអ្នកបង្កើតឱកាសនៅក្នុងការបញ្ជូនបាល់ទៅកាន់មិត្តរួមក្រុមទេសនារូបភាពសាឡវិញកន្លែងនេះអស់លីងបាទរាយ៉ាបាត់អត់ជាប់មួយស្មើជាមួយនឹង Don Jel Malen អូយប្រឡោះជើងបន្តិចលោកកញ្ញាកដាលខ្លុំកញ្ចែមកចប់ការប្រកួតជាផ្លូវការទៅហើយអបអរសាទរសម្រាប់ក្រុមកាំភ្លើងធំ Arsenal ដែលទទួលបាន3ពិន្ទុក្រោយសុទ្ធបញ្ចូលទី4គ្រាប់ទល់នឹង1ទៅលើក្រុមបាល់ទាត់ Aston Villa